admin ចេះតែឆ្ងល់ថាហេតុអ្វីបាននៅស្រុកគេនឹងគោគេធំៗលែបងប្អូនមួយតោន200គីឡូអីក៏មានដែរហើយថ្ងៃនេះគឺបានឃើញគឺអស់ចម្ងល់ហើយមូលហេតុអីបានគេចិញ្ចឹមបានធំល្អម្ល៉េះមើលតែចំណីគេទៅបងប្អូនហើយក្របធនជាតិរបស់គេនិងចំណីរបស់គេគឺសពគ្រប់បែបយ៉ាងតែម្ដងណាមួយបូកផ្សំជាមួយនឹងពូជគេប្រកាសពូជណាបងប្អូនអរគ្នាបូកផ្សំជាមួយនឹងការចិញ្ចឹមថែទាំបាទហើយគេចិញ្ចឹមគេអត់យកបរិមាណទេគឺគេយកគុណភាពមកក្រោលគេនឹងចិញ្ចឹមលក្ខណៈគ្រួសារមែនក៏ប៉ុន្តែច្រើនក្បាលអស់ច្រើនក្បាលត្រឹម10-20ក្បាលអញ្ចឹងណាបងប្អូនអរគ្នាដោយសារតែវាងាយស្រួលមើលថែហើយការផ្គត់ផ្គង់ចំណីរបស់គេគឺសពគ្រប់បែបយ៉ាងតែម្ដងមានក្របធនជាតិមានក្របចំណីក្របបាទស៊ីទៅមកអើយឡើងធ្ងន់តែម្ដងបងប្អូនហើយបច្ចេកទេសក្នុងការមើលថែរបស់គេគឺស្មុគស្មាញដែរបងប្អូនអរគ្នាត្រូវការថែសិក្សាស្វែងយល់បន្ថែមខុសពីប្រទេសខ្មែររបស់យើងឥឡូវនេះឃើញកសិករគាត់បុកចិញ្ចឹមច្រើនខ្លាំងមែនទែនបងប្អូនអរគ្នាគាត់មិនបានចិញ្ចឹមតាមលក្ខណៈបច្ចេកទេសនិងគុណភាពទេគឺគាត់ចិញ្ចឹមយកបរិមាណតែម្ដងបងប្អូនមួយគ្រួសារឥឡូវនេះអាចមានគោរហូតទៅដល់ពី30ទៅដល់40ក្បាល50ក្បាល60ក្បាលក៏មានដែរបងប្អូនអរគ្នាបាទពិតជាច្រើនខ្លាំងណាស់ហើយប្រសិនបើកលេចមើលទៅការថែទាំរបស់ពួកគាត់វិញគឺអត់មានបច្ចេកទេសធម្មតាទេគឺចិញ្ចឹមបែបតែយថាផលដដែលបងប្អូនហើយខ្ញុំជិះម៉ូតូដើរមើលទៅមកច្រើនខ្លាំងមែនទែនបងប្អូនអរគ្នាដើរពេញផ្លូវតែម្ដងគឺមួយវងគឺវងធំខ្លាំងមែនទែនប៉ុន្តែគោស្គមគឺអត់មានគុណភាពបងប្អូនអរគ្នាបាទ